បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត account Hiknic បង្កើត account Hiknic សម្រាប់មើលតាមកាមេរ៉ា account cloud ហ្នឹងដោយប្រើ Gmail ជាទូទៅខ្ញុំបង្ហាញតែរបៀបបង្កើតដោយប្រើលេខទូរស័ព្ទប៉ុន្តែឥឡូវហ្នឹងគឺលេខទូរស័ព្ទរៀងពិបាកដោយសារអត់បោះ code verify ឲ្យយូរឬក៏អត់បោះតែម្ដងអញ្ចឹងយើងប្រើ Gmail លឿនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់មាន Gmail យើងចូលទៅបង្កើត Gmail សិនទៅតែសម្រាប់ខ្ញុំមាន Gmail ហើយអញ្ចឹងយើងចូលទៅ Hiknic ទាំងអស់គ្នា app Hiknic អូខេពេលដែលចូល app Hiknic ទាំងអស់នេះខ្ញុំមានហើយខ្ញុំមាន account ហើយប៉ុន្តែខ្ញុំlog out ចេញខ្ញុំធ្វើការបង្កើតឲ្យបងប្អូនទាំងអស់គ្នាបានមើលថាតើគេបង្កើតមិនអូខេពេលណាដែលចេញមកសន្តានបែបនេះបើអ្នកដែលទៅ download app មកថ្មីវាចេញពាក្យlogin and register អញ្ចឹងយើងចុច login and register ទៅយើងចុចពាក្យ register ខាងក្រោមនេះតែខ្ញុំមានហើយស្រាប់អញ្ចឹងគឺយើងចូលទៅ line register នេះមកអូខេចុច line register ហើយចុច agree ចុច agree ហើយយើងរើសយក Cambodia 855នេះយើងចុច tick ខាងលើចូលមើលស្ដាប់អូខេពេលដែលចេញមកបែបនេះមានន័យថាយើងបង្កើត account នេះប្រើ email គេដាក់ email address អូខេតែបើអ្នកទាំងអស់គ្នាចង់បង្កើតលេខទូរស័ព្ទយើងមើលខាងក្រោមគេដាក់ register by លេខទូរស័ព្ទ by phone number mobile phone number ណាហ្នឹង register account ដោយប្រើលេខទូរស័ព្ទតែយើងចង់ប្រើ Gmail វាលឿនហើយ verify រហ័សទៀតអញ្ចឹងទៅទៀតថាខ្ញុំមាន Gmail ហើយស្រាប់ហើយអញ្ចឹងយើងបញ្ចូល Gmail មកអូខេពេលដែលយើងវាយ Gmail ហើយខាងក្រោមនេះគឺ password យើងដាក់ password អីក៏បានដែរដែល password ដែលយើងបង្កើតដោយខ្លួនឯងមិនមែនជា password បានមកពីខាងកាមេរ៉ាឬក៏ពីខាងណាគេដាក់ឲ្យយើងទេគឺ password ដែលយើងដាក់ខ្លួនឯងប៉ុន្តែយើងត្រូវមើល from គេខាងក្រោមនេះគេឲ្យយើងធ្វើមិនខ្លះលេខ1 2 3ឲ្យដាក់ទេពាក្យ admin ក៏ឲ្យដាក់ដែរអញ្ចឹងគឺខ្ញុំនិយាយសង្ខេបឲ្យងាយយល់គឺ password គឺយើងត្រូវមានអក្សរធំអក្សរតូចលាយជាមួយនឹងលេខតែលេខអត់ឲ្យវាយលេខ1លេខ2លេខ3ទេក្រៅពីលេខ1លេខ2លេខ3គឺដាក់បានទាំងអស់តែ1 2 3 123ជាប់គ្នាអញ្ចឹងអត់ឲ្យទេអញ្ចឹងគឺអក្សរធំលាយអក្សរតូចលាយលេខហើយមានសញ្ញាទៀតឲ្យតែល្អសំខាន់ឲ្យតែងាយចាំឲ្យតែពុកម៉ែបងប្អូនបង្កើតហើយត្រូវតែចាំព្រោះ account នេះគឺសំខាន់ពេលដែលយើងចង់ដាក់ទូរស័ព្ទផ្សេងៗទៀតគឺត្រូវប្រើ account ហ្នឹងយកទៅ login អូខេអញ្ចឹងដូចខ្ញុំដាក់ password មកអូខេពេលដែលខ្ញុំដាក់ password ហើយគឺយើងចុចពាក្យថា get security code នេះចុច ឡើង get security code ហ្នឹងគឺយើងរងចាំកន្លែងនេះគឺជា code verify អញ្ចឹង code verify 4ខ្ទង់យើងត្រូវចូលទៅមើលនៅណាមើលនៅ Gmail អញ្ចឹងយើងback ហ្នឹងចេញសិនគឺយើងចូលទៅ Gmail របស់យើងនេះអូខេអញ្ចឹងចូលទៅ Gmail គឺវា load មកពាក្យ service security code យើងចុចកន្លែងហ្នឹងមកនេះឃើញលេខ code 4ខ្ទង់ដែលគេដាក់មកឲ្យហើយអញ្ចឹងយើងយកលេខ code 4ខ្ទង់ហ្នឹងយកទៅវាយបញ្ចូលកន្លែងដែលយើងបង្កើតមិញអញ្ចឹងយើងវាយបញ្ចូលលេខ code មក39 81អូខេអញ្ចឹងយើងចុច finish អញ្ចឹងធ្វើឲ្យការបង្កើត account Hiknic ដោយប្រើ Gmail គឺទទួលបានជោគជ័យនេះ account នេះបង្កើតបានជោគជ័យអញ្ចឹងពេលណាដែលយើងបង្កើត account បានជោគជ័យអ្នកទាំងអស់គ្នាអាចយកទៅ scan ដើម្បី add device របស់កាមេរ៉ា Hikvision ហ្នឹងចូលទៅក្នុង account cloud Hiknic យើងនឹងបានហើយអញ្ចឹងគឺរបៀបបង្កើត account cloud ដោយប្រើ Gmail គឺមានតែប៉ុណ្្នឹងទេអរគុណ